កាលពីព្រេងនេះមានបរិះកំសត់ម្នាក់មានឈ្មោះថាសឹងគេបានចេញពីស្រុកភូមិធ្វើដំណើរទៅរាជធានីដើម្បីស្វែងរកការងារធ្វើពេលដើរទៅដល់ព្រៃមួយក៏បានឃើញតាចាស់ម្នាក់ដេកនៅក្រោមដើមឈើធំមួយពេលនោះនាយសឹងក៏និយាយទៅកាន់លោកតានោះថាលោកតាមិនបានជាលោកតាមកសម្រាកនៅទីនេះទៅវិញនៅទីនេះសម្បូរទៅដោយសត្វសាហាវច្រើនណាស់បើពួកវាឃើញពួកវាមុខជាចាប់លោកតាធ្វើជាអាហារមិនខានឡើយតាគិតថានឹងដេកស្លាប់នៅទីនេះជាមួយនឹងសត្វលារបស់តាព្រោះតាមិនដឹងថារស់នៅដើម្បីអ្វីទៀតនោះទេចៅស្រីតែម្នាក់របស់តាត្រូវបានគ្រូសិលនៅលើភ្នំខាងមុខនោះវាចាប់យកទៅធ្វើជាប្រពន្ធវាបាត់ទៅហើយចុះហេតុអីលោកតាមិនទៅរកគេឲ្យមកជួយគ្មានអ្នកណាម្នាក់ហ៊ានមកជួយតានោះទេណាចៅព្រោះគ្រូសិលនោះវាសាហាវណាស់វាមានយុទ្ធសិលខ្លាំងពូកែគ្មានមនុស្សណាប្រយុទ្ធឈ្នះវានោះទេខ្ញុំពិតជាចង់ទៅជួយចៅស្រីរបស់លោកតាណាតែខ្ញុំជាមនុស្សធម្មតាក្បាច់គុណក៏មិនចេះមុនអាគមក៏មិនចេះទៀតមិនដឹងថាត្រូវទៅជួយចៅរបស់លោកតាបែបណានោះទេតាមិនដឹងថាចៅជឿជាក់តាដែរឬអត់ទេតាជឿអ្វីទៅលោកតាតាមានសិភៅមន្តគាថានិងគម្ពីរក្បាច់គុណហើយនឹងថ្នាំទឹកមួយគ្រាប់ដែលជាគេបន្សល់ទុកពីដូនតាមកទុកឲ្យកូនចៅចំនួនក្រោយតែដោយសារតែតាជាមនុស្សទន់ខ្សោយពីកំណើតមិនអាចរៀនវិជ្ជាទាំងនេះបានឥឡូវតាចង់ប្រគល់វាឲ្យទៅចៅក្រែងចៅហាត់រៀនទៅបានផលអាចទៅជួយចៅស្រីរបស់តាបានទោះបីជាខ្ញុំមិនដែលស្គាល់លោកតាពីមុនមកក៏ដោយតែខ្ញុំមានអារម្មណ៍ថាលោកតាគួរឲ្យជឿជាក់ខ្ញុំនឹងសាកល្បងរៀនវិជ្ជាដែលលោកតាថានោះក្រែងបានផលអាចទៅជួយចៅស្រីរបស់លោកតាបានអញ្ចឹងចៅឆាប់អង្គុយរៀននៅមន្តវិជ្ជានៅក្នុងសិភៅនេះទៅណាចៅនាយសឹងក៏បានអង្គុយពេនភ្នែនសមាធិរៀននៅមន្តវិជ្ជាទាំងអស់នៅក្នុងសិភៅនោះលុះរៀនចប់ហើយលោកតាក៏បានឲ្យគេលេបថ្នាំទឹកចៅពិតជាមានទេពកោសល្យមែនរៀនតែមួយផ្លែតសោះចេះអស់ទៅហើយអញ្ចឹងចៅឆាប់ហាមាត់លេបថ្នាំទឹកនេះទៅនាយសឹងក៏បានហាមាត់ហើយថ្នាំទឹកនោះក៏ហោះចូលទៅក្នុងមាត់របស់គេភ្លាមនោះដែរខ្លួនប្រាណរបស់គេក៏មានពន្លឺពណ៌មាសលេចចេញមកលោកតាពេលនេះចៅមានអារម្មណ៍ថាខ្លួនឯងមានកម្លាំងខ្លាំងណាស់អាចវាយសម្លាប់ខ្លាមួយត្រឹមតែមួយដៃតែប៉ុណ្ណោះអញ្ចឹងចៅឆាប់ចេញដំណើរទៅជួយចៅស្រីរបស់តានៅលើភ្នំផងទៅណាតោះអញ្ចឹងលោកតាយើងចេញដំណើរទៅតែពេលនោះលោកតាចំណាស់ក៏បានប្រែកាយជាលោកតាអីសីនាយសឹងឃើញបែបនេះមានការភ្ញាក់ផ្អើលជាខ្លាំងលោកតានេះតើមានរឿងអីទៅការពិតទៅតាជាព្រះមនីអីសីនោះទេដោយសារតែតាបានឃើញគ្រូសិលអាក្រក់វាចាប់កូនសេដ្ឋីទៅធ្វើបាបហើយកូនសេដ្ឋីនោះឯងនាងជាគូព្រេងនឹងចៅបានជាតាចង់ឲ្យចៅទៅជួយនាងតាក៏សម្រេចចិត្តឲ្យចៅលេបថ្នាំទឹកនិងរៀននៅមន្តគាថាសម្រាប់ទុកកម្ចាត់គ្រូសិលនោះដូច្នេះពេលនេះចៅមានសមត្ថភាពអាចកម្ចាត់គ្រូសិលនោះបានហើយសត្វលានេះតាប្រគល់វាឲ្យទៅចៅវាមិនមែនជាសត្វលាធម្មតានោះទេវាចេះនិយាយភាសាមនុស្សហើយចេះហោះបានទៀតផងចៅយកវាទុកធ្វើជាយានជំនិះទៅណាចៅតាលាសិនហើយចៅសូមអរគុណលោកតាន់ណាលោកម្ចាស់ឆាប់ឡើងជិះលើខ្នងខ្ញុំមកខ្ញុំនឹងជូនលោកម្ចាស់ទៅទីនោះនាយសឹងក៏បានឡើងជិះលើខ្នងសត្វលានោះហើយវាក៏ហោះទៅកន្លែងគ្រូអាគមរស់នៅពេលទៅដល់ក៏បានឃើញមានមនុស្សដេកស្លាប់នៅទីនោះជាច្រើនអ្នកហើយក៏បានឃើញសេដ្ឋីអង្គុយយំនៅទីនោះផងដែរឃើញបែបនេះនាយសឹងក៏បានចូលទៅសួរនាំលោកសេដ្ឋីហេតុអីបានជាលោកមកនៅទីនេះម្នាក់ឯងអញ្ចឹង
ហើយចុះអ្នកទាំងអស់គ្នានេះហេតុអីបានជាពួកគាត់ស្លាប់អស់អ្នកកំឡោះឯងឆាប់ចេញពីទីនេះទៅប្រយ័ត្នអាគ្រូសិលនោះវាមកឃើញវានឹងសម្លាប់ឯងមនុស្សទាំងអស់នេះសុទ្ធតែជាអ្នកពូកែដែលយើងនាំមកជួយរំដោះកូនស្រីរបស់យើងតែក៏ត្រូវអាគ្រូសិលនោះវាសម្លាប់ទាំងអស់វាទុកជីវិតឲ្យយើងព្រោះវាថាអនាគតទៅយើងជាឪពុកក្មេករបស់វាទើបបានជាវាមិនសម្លាប់យើងបែបនេះលោកសេដ្ឋីកុំអារម្មណ៍អីខ្ញុំមកជួយកម្ចាត់អាគ្រូសិលនោះនិងយកកូនស្រីលោកត្រឡប់មកវិញមើលទៅឯងនៅក្មេងណាស់តើឯងធ្វើម៉េចនឹងអាចយកឈ្នះអាគ្រូសិលនោះបានទៅរឿងនឹងលោកសេដ្ឋីកុំអារម្មណ៍អីលោកសេដ្ឋីទៅផ្ទះវិញរងចាំជួបកូនរបស់លោកចុះទុកឲ្យខ្ញុំជាអ្នកជួយកូនលោកម្នាក់ឯងបានហើយតែយើងនៅចង់ជួយឯងឲ្យបានជាគ្នាណាបើលោកសេដ្ឋីនៅនាំតែទើសដៃទៅជើងខ្ញុំទេអញ្ចឹងលោកគួរតែត្រឡប់ទៅរងចាំដំណឹងល្អចុះអញ្ចឹងក៏បានដែរយើងសង្ឃឹមលើឯងហើយនេះសឹងក៏បានប្រើឲ្យសត្វលារបស់ខ្លួនហោះនាំលោកសេដ្ឋីត្រឡប់ទៅវិញហើយរូបគេក៏បានដើរចូលទៅក្នុងរូងភ្នំដែលគ្រូសិលនៅបងប្រុសសូមបងជួយខ្ញុំផងខ្ញុំត្រូវគ្រូសិលចាប់ខ្ញុំយកមកដាក់នៅទីនេះពេលនេះវាចេញទៅរកចំណីឲ្យខ្ញុំឆៃបន្តិចទៀតវាត្រឡប់មកវិញហើយសូមបងប្រញាប់ជួយខ្ញុំផងទៅបងអ្នកនាងកុំអារម្មណ៍អីសូមអ្នកនាងធ្វើចិត្តឲ្យស្ងប់សិនទៅចាំខ្ញុំបំបែករនាំងសិលនេះសិននេះសឹងក៏បានសូត្របាលីបំបែករនាំងសិលនោះហើយក៏ជួយសង្គ្រោះកូនលោកសេដ្ឋីចេញមកក្រៅពេលពួកគេរៀបចំចេញពីទីនោះស្រាប់តែគ្រូសិលនោះមកដល់ឯងជាអ្នកណាហេតុអីក៏អាចបំបែករនាំងសិលរបស់យើងបានយើងមានឈ្មោះថាសឹងហើយក៏ជាអ្នកមកសម្រាប់គ្រូសិលអាក្រក់ដូចឯងនេះដែរឯងហ៊ានមកដណ្ដើមស្រីរបស់យើងថែមទាំងប្រើសម្ដីឆ្លើយទៀតថ្ងៃនេះបើយើងមិនសម្លាប់ឯងទេយើងគ្មានមុខរស់នៅលើផែនដីនេះឡើយឯងត្រៀមខ្លួនទទួលក្តីស្លាប់ទៅគ្រូសិលក៏សូត្របាលីហៅពួកខ្មោចតៃហោងឲ្យមកវាយសម្លាប់នេះសឹងក៏បានប្រយុទ្ធជាមួយនឹងពួកខ្មោចទាំងនោះពួកខ្មោចមិនមែនជាដៃគូជាមួយនឹងនេះសឹងនោះទេពួកគេត្រូវបាននេះសឹងវាយឲ្យរលាយរូបកាយអស់ឃើញបែបនេះគ្រូសិលក៏និយាយទាំងទឹកមុខភ័យខ្លាចទេមិនអាចទេហេតុអីមនុស្សធម្មតាដូចជាឯងអាចសម្លាប់ពួកខ្មោចតៃហោងរបស់យើងបានឯងជាមនុស្សបែបណាទៅយើងជាមនុស្សធម្មតាដូចគេឯងទូទៅអញ្ចឹងតែដោយសារតែអំពើល្អដែលយើងបានសាងទើបបានជាយើងមានធម៌ពលអាចសម្លាប់ខ្មោចអាក្រក់ទាំងនេះបានឯងកុំបានចិត្តពេកត្រឹមតែជាមនុស្សធម្មតាដូចជាឯងនេះមិនអាចយកឈ្នះយើងបាននោះទេយើងនឹងប្រើឆ្មាអាគមរបស់យើងឲ្យទៅសម្លាប់ឯងមុខជាស្លាប់មិនខានឡើយគ្រូសិលអាក្រក់ក៏បានសូត្របាលីហើយឆ្មាអាគមរបស់ខ្លួនចេញមកឲ្យទៅសម្លាប់នេះសឹងភ្លាមនោះដែរនេះសឹងក៏បានសូត្របាលីជប់ខ្លាខ្មៅចេញមកហើយសត្វដែលកើតចេញពីអាគមទាំងពីរក៏បានប្រយុទ្ធគ្នាទោះបីជាសត្វឆ្មាអាគមរបស់គ្រូសិលនោះខ្លាំងយ៉ាងណាក៏ដោយក៏នៅតែមិនអាចយកឈ្នះខ្លាអាគមខ្មៅរបស់នេះសឹងបានដែរខ្លាអាគមខ្មៅនោះក៏បានសម្លាប់សត្វឆ្មាអាគមរបស់គ្រូសិលហើយវាក៏លូតទៅសម្លាប់គ្រូសិលអាក្រក់នោះបន្តទេមិនអាចទៅរួចទេមិនអាចទេត្រឹមតែជាមនុស្សធម្មតាសោះហេតុអីក៏គេអាចសម្លាប់ពួកខ្មោចតៃហោងនិងអាចប្រើខ្លាអាគមបែបនេះយើងមិនអស់ចិត្តនោះទេមិនអស់ចិត្តទេគ្រូសិលអាក្រក់នោះក៏បានស្លាប់នៅក្នុងពេលនោះទៅហើយនេះសឹងក៏បានហៅសត្វលារបស់ខ្លួនមកយកពួកគេត្រឡប់ទៅផ្ទះលោកសេដ្ឋីវិញហើយលោកសេដ្ឋីក៏បានលើកកូនស្រីរបស់ខ្លួនឲ្យទៅនេះសឹងធ្វើជាប្រពន្ធសូមរងចាំទស្សនាវគ្គ 2 បន្តទៀតសូមអរគុណ